បាទជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានប្រធានបទថ្មីមួយទៀតដែលនិយាយពីរឿង5យ៉ាងដែលលោក Robert T Kiyosaki មិនបានសរសេរប្រាប់បងប្អូនប្រហែលជាបងប្អូនភាគច្រើនអាចមិនស្គាល់លោក Robert T Kiyosaki ទេលោកគឺជាអ្នកជំនួញជនជាតិអាមេរិកកាត់ជប៉ុនកើតឆ្នាំ1947គាត់ជាអ្នកនិពន្ធសៀវភៅឪពុកមានឪពុកក្រ Rich Dad Poor Dad ជាសៀវភៅនិយាយអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុលោកដាច់ខ្លាំងមែនទែនបងប្អូនគាត់ជាស្ថាបនិកក្រុមហ៊ុន Rich Dad ដែលផ្ដល់ការអប់រំផ្នែកចំណេះដឹងហិរញ្ញវត្ថុតាមរយៈការលក់សៀវភៅវីដេអូមេរៀនហើយបច្ចុប្បន្នហ្នឹងក៏អាយុ78ឆ្នាំហើយស៊េរីសៀវភៅឪពុកមានឪពុកក្ររបស់គាត់ហ្នឹងនៅក្នុងក្រុមហ៊ុន Rich Dad របស់គាត់ឥឡូវនេះប្រហែលជា30ភាគហើយបាទហើយគាត់ក៏ជាមហាសេដ្ឋីអាមេរិកមួយរូបផងដែរបងប្អូនបាទតាមរយៈការសិក្សារបស់ខ្ញុំកន្លងមកខ្ញុំចង់ចែករំលែកចំណុចសំខាន់ចំនួន5យ៉ាងដែលលោក Robert មិនបានប្រាប់បងប្អូនឲ្យបានដឹងទី1ហ្នឹងគឺថានៅពេលដែលបងប្អូនអានសៀវភៅ Rich Dad Poor Dad ជាស្នាដៃនិពន្ធដំបូងរបស់គាត់ក្នុងឆ្នាំ1997បងប្អូនអាចនឹងកើតមានអារម្មណ៍ថាការធ្វើការងារឲ្យគេហ្នឹងមិនអាចខ្លាចជាអ្នកមានទេព្រោះខ្លឹមសារក្នុងសៀវភៅហ្នឹងគឺជំរុញលើកទឹកចិត្តបងប្អូនខ្លាំងមែនទែនឲ្យចេញរកស៊ីបង្កើតមុខរបរខ្លួនឯងទើបអាចខ្លាយជាអ្នកមានប៉ុន្តែបងប្អូនអាចមិនដឹងថាលោក Robert Kiyosaki ហ្នឹងគាត់ជោគជ័យក៏ព្រោះតែគាត់មានគ្រូ7នាក់ដែលពោពេញទៅដោយចំណេះដឹងបទពិសោធន៍ចាំជួយគាត់នៅពីខាងក្រោយដែរដោយសារតែសភៅនឹងចេញហើយធ្វើឲ្យមនុស្សភាគច្រើនបាទសម្រាប់ចិត្តឈប់ធ្វើការគេហើយចេញទៅរកស៊ីខ្លួនឯងហើយជួបឧបសគ្គបាទខាតបង់បរាជ័យធ្ងន់ធ្ងរច្រើនគ្នាលោក Robert T Kiyosaki ហ្នឹងគាត់ក៏បានសរសេរសភៅមួយទៀតមានចំណងជើងថា Before you quit your job មានន័យថាមុនពេលអ្នកឈប់ពីការងារនៅក្នុងឆ្នាំ2005ដែលផ្ដល់ដំបូន្មានចាំបាច់សម្រាប់អ្នកចង់ចេញរកស៊ីត្រៀមខ្លួនជាមុននេះជាចំណុចដែលយើងគិតថាលោក Robert គាត់សរសេរមកហ្នឹងគឺដឹងតែត្រូវសម្រាប់ចិត្តដោយខ្លួនឯងតាមពិតត្រូវពិចារណាមុនថាតតិភាពដែលគាត់សរសេរគឺសម្រាប់នៅប្រទេសគាត់ភាគច្រើនអញ្ចឹងយើងត្រូវចេះពិចារណាដើម្បីយកដំបូន្មានសំខាន់ហ្នឹងមកអនុវត្តឲ្យត្រូវជាមួយនឹងតតិភាពរបស់យើងនៅស្រុកយើងចំណុចទី2បងប្អូនប្រកាសជាបានស្គាល់ណាអ្នកដែលអានសៀវភៅគាត់នឹងស្គាល់រូបមន្តបាទរូបមន្តលំហសាច់ប្រាក់4ទិសរបស់គាត់ណាគេហៅថា cash flow quadrant ESBI បាទរូបមន្ត ESBI ហ្នឹងបាទទី1ភពចំណូលពីធ្វើការគេ employee E ណាបងប្អូនបាទហើយ S self employ អ្នកមានមុខចំនួនខ្លួនឯងបាទមានអាជីវកម្មអីខ្លួនឯងបើកលក់ទឹកអំពៅលក់ទឹកក្លុកលក់កាហ្វេអីខ្លួនឯងអញ្ចឹងណាបាទហើយទី3 B ហ្នឹងគឺ business owner ម្ចាស់អាជីវកម្មមានក្រុមហ៊ុនធំមានក្រុមការងារច្រើនហើយទី4គឺ investor អ្នកវិនិយោគបាទអ្នកមានលុយទៅវិនិយោគច្រើនបាទនៅក្នុងចំណុចនេះគឺចង់ប្រាប់បងប្អូនឲ្យបានដឹងថារូបមន្ត cash flow quadrant ESBI នេះមិនមែនលោក Robert Kiyosaki ហ្នឹងគាត់ជាអ្នកបង្កើតទេគឺគាត់គ្រាន់តែជាអ្នកដែលយករូបមន្តហ្នឹងមកផ្សព្វផ្សាយបាទចងក្រងចេញមុខទេតាមពិតគឺគ្រូបាទរបស់គាត់នៅខាងក្រោយហ្នឹងជាអ្នកដែលបង្កើតឲ្យខ្ញុំមិនបានចាំឈ្មោះទេពួកគ្រូរបស់គាត់មានច្រើនគ្នាគាត់តែដឹងថាមិនមែនគាត់ជាអ្នកបង្កើតទេហើយរូបមន្តហ្នឹងល្បីល្បាញខ្លាំងដោយសារតែបានប្រើប្រាស់នៅក្នុងក្រុមហ៊ុនទីផ្សារបណ្ដាញពេលនោះគឺថាក្រុមហ៊ុនទីផ្សារបណ្ដាញត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនដែលស្របច្បាប់មួយនៅជាពិសេសនៅអាមេរិកនេះហើយសមាជិកភាគច្រើនគឺនៅពេលដែលគេធ្វើទីផ្សារគេយករូបមន្តហ្នឹងទៅបង្ហាញដើម្បីជំរុញមនុស្សឲ្យបាទឲ្យខិតខំប្រឹងប្រែងធ្វើការคลายជាអ្នករស់ស៊ីមានមុខរបរដោយខ្លួនឯងជាម្ចាស់អាជីវកម្មអីជាដើមចំណុចទី3នៅក្នុងសៀវភៅគាត់ដែលមានចំណងជើងថា The Business of 21st Century សៀវភៅដែលនិយាយអំពីជំនួញនៅសតវត្សទី21ណាមានចំណុចមួយលើកទឹកចិត្តឲ្យបាទអ្នកដែលបានអានអ្នកដែលធ្វើអាជីវកម្មនៅក្នុងក្រុមហ៊ុនទីផ្សារបណ្ដាញហ្នឹងគាត់យល់ច្រឡំថាដើម្បីคลายជាអ្នកមានហ្នឹងត្រូវតែបាទធ្វើជាអ្នកបាទជាសមាជិកនៅក្នុងក្រុមហ៊ុនទីផ្សារបណ្ដាញណាមួយតាមពិតចំណុចនេះ
គឺគាត់ចង់បញ្ជាក់ថាក្រុមហ៊ុនទីផ្សារបណ្ដាញជាក្រុមហ៊ុនដែលល្អដែលអាចឲ្យយើងគ្រប់គ្នានឹងចូលទៅសិក្សារៀនសូត្រនៅជំនាញសំខាន់មួយចំនួនដូចជាជំនាញទីផ្សារជំនាញទៅធ្វើការលក់ដូរជំនាញគ្រប់គ្រងជំនាញភាពជាអ្នកដឹកនាំជាសហគ្រិនហើយកិច្ចការងារដែលទទួលខុសត្រូវខ្លួនឯងនោះយ៉ាងម៉េចព្រោះចំណុចទាំងអស់នេះគឺជាមូលដ្ឋានគ្រឹះនៃការដឹកនាំចាត់ចែងអាជីវកម្មនៅពេលដែលយើងចង់បង្កើតអាជីវកម្មផ្ទាល់ខ្លួនបើសិនជាយើងមានជំនាញទាំងអស់នេះអាជីវកម្មរបស់យើងគឺមិនងាយនឹងទទួលនៅភាពបរាជ័យទេអញ្ចឹងហើយបានជាគាត់លើកទឹកចិត្តមិនមែនមានន័យថាគាត់ឲ្យយើងត្រូវតែទៅធ្វើជាបាទសមាជិកនៃក្រុមហ៊ុនទីផ្សារបណ្ដាញនោះទេបាទកន្លែងនេះគឺសូមបងប្អូនកុំយល់ច្រឡំបងប្អូនត្រូវតែពិចារណាដោយខ្លួនឯងថាតើនៅពេលយើងក្លាយជាសមាជិកនៃក្រុមហ៊ុនទីផ្សារបណ្ដាញណាមួយនោះតើយើងប្រកាសជាយើងក្លាយទៅជាអ្នកមានដែរឬទេមានបងប្អូនខ្លះគាត់ចូលត្រូវឱកាសបងប្អូនខ្លះទៀតក៏ចូលទៅមិនត្រូវឱកាសទេហ្នឹងគឺអាស្រ័យលើការពិចារណារបស់បងប្អូនម្នាក់ចំណុចទី4តួអង្គដែលលោក Robert T. Kiyosaki ដែលលើកឡើងនៅក្នុងសៀវភៅរបស់គាត់ដែលមានឈ្មោះថា Rich Dad ហ្នឹងគឺមិនមែនជាតួអង្គជាក់ស្ដែងពិតនៅក្នុងជីវិតនោះទេបាទគាត់បង្កើតឡើងជាតួអង្គមួយនៅក្នុងរឿងសៀវភៅរបស់គាត់ហ្នឹងដើម្បីគ្រាន់តែជាសាច់រឿងពន្យល់នៃប្រៀបធៀបការប្រើប្រាស់ផ្នត់គំនិតនិងវិធីសាស្ត្រដោះស្រាយបញ្ហាលុយកាក់របស់មនុស្សតែប៉ុណ្ណោះបាទអញ្ចឹងមិនមែនជាបាទតួអង្គពិតទេនេះតាមការស្រាវជ្រាវរបស់ខ្ញុំហើយចំណុចទី5ក្រុមហ៊ុន Rich Dad ដែលលោក Robert T. Kiyosaki បានបង្កើតឡើងហ្នឹងឥឡូវហ្នឹងគឺគាត់បានលក់ឲ្យទៅគេគ្រប់គ្រងហើយបងប្អូនបាននៅតែឈ្មោះរបស់គាត់ទេអញ្ចឹងកិច្ចការមួយចំនួនដែលគាត់ឃើញគាត់ផុសបាទជា quote គាត់ផុសនៅក្នុងក្រុមហ៊ុនរបស់គាត់ហើយមានសភៅចេញថ្មីមួយចំនួនទៀតគឺអ្នកផ្សេងគេបានធ្វើហើយអញ្ចឹងសូមបងប្អូនកុំយល់ច្រឡំបាទលោក Robert Kiyosaki ហ្នឹងគាត់លក់ឲ្យគេហើយណាបងប្អូនណាបាទនេះជាអ្វីដែលខ្ញុំចង់ចែកម្លែកចំណុចទាំង5ឲ្យបងប្អូនបានដឹងបាទអរគុណបងប្អូនដែលបានទស្សនាដល់ទីបញ្ចប់បាទសូមជួយ like ជួយ share បើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បាទអរគុណច្រើន